បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតជាថ្ងៃនេះខ្ញុំលើកយកផ្លែឈើមួយចំនួនដែលជួយសម្រកក្បាលពោះរបស់យើងអញ្ចឹងដូចយើងដឹងហើយថានៅពេលដែលយើងលើសគីឡូឬក៏ធាត់យើងតែងតែមានអារម្មណ៍ថាខ្មាស់អៀនច្រើនហើយជាពិសេសយើងក៏ពិបាកចិត្តនឹងរូបរាងកាយយើងផងដែរអ្វីដែលសំខាន់ទៅទៀតនោះនៅពេលដែលយើងធាត់យើងអាចប្រឈមជាមួយនឹងបញ្ហាដូចជាបញ្ហាជំងឺលើសឈាមបញ្ហាបេះដូងនិងជំងឺទឹកនោមផ្អែមជាដើមអញ្ចឹងដើម្បីជៀសផុតនៅបញ្ហាទាំងអស់នេះឬក៏បង្ការនៅបញ្ហាទាំងអស់នេះយើងមានផ្លែឈើចំនួន3ដែលយើងអាចញ៉ាំទៅអាចជួយការពារនៃជំងឺទាំងអស់ហ្នឹងផងហើយជួយឲ្យយើងសម្រកក្បាលពោះយើងផងអញ្ចឹងផ្លែឈើទាំង3ហ្នឹងទី1គឺផ្លែអាឡឹកបិទផ្លែអាឡឹកមានរសជាតិផ្អែមបន្តិចក៏ប៉ុន្តែផ្លែឈើមួយប្រភេទនេះគឺសម្បូរដោយជាតិទឹកច្រើនដែលវាមានបរិមាណទឹករហូតដល់ 70% ដូចនេះវាអាចជួយបំពេញជាតិទឹកឲ្យរាងកាយយើងបានល្អហើយបន្ថែមពីនេះទៀតអាឡឹកសម្បូរដោយជាតិកាកសរសៃខ្ពស់ជួយសម្រួលការបន្ទោបង់បានល្អហើយវាក៏ជួយថែរក្សាជាតិទឹកក្នុងខ្លួនបានរយៈពេលយូរផងដែរដោយផ្លែអាឡឹកនេះវាមានសារៈសំខាន់ផងដែរសម្រាប់សុខភាពស្បែកនិងសម្រស់របស់យើងអញ្ចឹងចំពោះផ្លែឈើទី2គឺផ្លែបឺរបើសិនបើយើងញ៉ាំផ្លែបឺរមួយក្នុងមួយថ្ងៃសម្រាប់រយៈពេល6ខែជាប់គ្នាគឺអាចជួយរក្សាបាននៅទម្ងន់រាងកាយគឺវាអាចជួយសម្រកក្បាលពោះយើងផ្អែកតាមគេហទំព័រមួយគឺគេហទំព័រ Headline បានឲ្យដឹងថាផ្លែបឺរអាចជួយសម្រកគីឡូបានព្រោះខ្លាញ់ល្អរបស់វាជួយឲ្យយើងឆ្អែតបានយូរទទួលទានផ្លែបឺរកន្លះផ្លែនៅពេលថ្ងៃត្រង់នឹងជួយកាត់បន្ថយការឃ្លានរបស់អ្នកផ្ដេសផ្ដាសបានរហូតដល់ 40% ហេតុដូចនេះអារម្មណ៍ឆ្អែតនេះបានយូរវានឹងធ្វើឲ្យយើងមិនសូវចង់ញ៉ាំអាហារសម្រន់អីផ្សេងៗចំពោះផ្លែឈើទី2គឺផ្លែប៉ោមអញ្ចឹងប្រភេទផ្លែប៉ោមយើងងាយស្រួលរកនៅក្នុងផ្លែប៉ោមមួយផ្លែវាមានផ្ទុកជាតិសរសៃប៉េកទីនប្រមាណជា 4.5 ក្រាមជាតិសរសៃនេះមានតួនាទីបំបែកកាកសំណល់ក្នុងពោះវៀនដែលវាជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរបន្ទាប់ពីញ៉ាំផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃអាចជួយដុតខ្លាញ់ក្បាលពោះបានបើទោះបីជាផ្លែប៉ោមមានផ្ទុកជាតិស្ករក៏ដោយអ្នកមិនចាំបាច់ព្រួយបារម្ភអំពីការកើនឡើងជាតិស្ករក្នុងឈាមនោះទេដោយសារតែជាតិសរសៃក្នុងផ្លែប៉ោមវាជួយកាត់បន្ថយការស្រូបយកជាតិស្ករក្នុងឈាមហើយកាត់បន្ថយជាតិខ្លាញ់ផងដែរបាទអញ្ចឹងខ្ញុំសង្ឃឹមថាអត្ថបទនេះគឺនឹងជួយអ្នកទាំងអស់គ្នាក្នុងការសម្រកពោះហើយផ្លែឈើទាំង3នេះខ្ញុំគិតថាផ្លែឈើវាងាយស្រួលរកនៅលើទីផ្សារបាទអរគុណសម្រាប់ការចូលរួមស្ដាប់អ្នកទាំងអស់គ្នា